ប្អូនជាទីស្រឡាញ់តើបងអូនដឹងទេថាចំណេះវិជ្ជាគឺជាមាគ៌ាដ៏មហិមាសម្រាប់ត្រួសត្រាយផ្លូវឲ្យបងអូនឈានទៅរកភាពជោគជ័យបានប៉ុន្តែទាមទារឲ្យបងអូនខិតខំប្រឹងប្រែងរៀនសូត្រចាប់យករាល់ចំណេះវិជ្ជាទាំងឡាយមិនថានៅក្នុងសាលានៅក្នុងសង្គមឬក៏នៅក្នុងគ្រួសារក្តីបងអូនត្រូវតែខិតខំប្រឹងប្រែងចាប់យករាល់ចំណេះដឹងទាំងឡាយនោះមកដាក់នៅក្នុងខ្លួនដើម្បីឲ្យខ្លួនឯងមានសមត្ថភាពនិងក្លាយខ្លួនទៅជាពលរដ្ឋល្អក្លាយខ្លួនទៅជាយុវជនល្អនិងក្លាយខ្លួនទៅជាមនុស្សល្អនៅក្នុងសង្គមបើកាលណាបងអូនមានចំណេះដឹងនៅក្នុងខ្លួនហើយនោះបងអូននឹងក្លាយទៅជាមនុស្សម្នាក់ដែលមានការគិតវិជ្ជមានការគិតឃើញផ្លូវល្អនិងក្លាយខ្លួនទៅជាពលរដ្ឋល្អអាចជួយសង្គមរបស់បងអូនឲ្យមានភាពរីកចម្រើនបានដូច្នេះហើយបងអូនត្រូវជៀសឲ្យឆ្ងាយអំពីអំពើមួយចំនួនដែលមិនគប្បីនៅក្នុងសាលារៀននៅក្នុងសង្គមនិងនៅក្នុងគ្រួសារត្រូវតែចាប់យកការសិក្សាជាគោលដើម្បីឲ្យខ្លួនឯងនេះអាចទៅជាមនុស្សម្នាក់ដែលសង្គមមើលឃើញនិងសង្គមទទួលស្គាល់ជាពិសេសក្លាយខ្លួនទៅជាពលរដ្ឋល្អម្នាក់ដែលអាចជួយសង្គមរបស់បងអូនឲ្យមានការរីកចម្រើនបាន Follow for more